Nehemi chụp buồn, Pelosan bà lạt tự tầm nâng thà,ពួកយើងជួសជុលកំពែងក្រុងឡើងវិញដូច្នេះគាត់ខឹងមួម៉ៅជាខ្លាំងគាត់ចំអកឲ្យជនជាតិយូដាដោយពលនៅមុខបងប្អូនរបស់គាត់និងពួកទាហានពីស្រុកសាមារីថាតើពួកយូដាដ៏ទន់ខ្សោយនេះនាំគ្នាធ្វើអ្វីពួកគេស្មានថាខ្លួនអាចសង់កំពែងនេះហើយធ្វើចាញ់បូជាថ្វាយព្រះរបស់ខ្លួនកើតឬពួកគេបង្ហើយសំណងនៅថ្ងៃនេះកើតឬពួកគេអាចលើកថ្មចេញពីគំនរឥដ្ឋនិងចេញពីផេះមកដាក់កលើគ្នាវិញកើតឬលោកធូប៊ីយ៉ាជាជនជាតិអាម៉ូនដែលនៅក្បែរនោះពោលឡើងថាទុកឲ្យពួកគេសង់ទៅពេលណាកញ្ជ្រោងឡើងពីលើនោះកំពេញថ្មមុខជារលំមិនខានអោព្រះនៃយើងខ្ញុំអើយសូមព្រះសម្ដាប់ចុះពួកគេមើងងាយយើងខ្ញុំខ្លាំងណាស់សូមឲ្យពាក្យប្រមាថមាក់ងាយទាំងនេះធ្លាក់ទៅលើពួកគេវិញសូមឲ្យខ្មាំងសត្រូវរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេនិងគៀពួកគេទៅជាឆ្លើយសូមគុំលើកលែងទោសពួកគេឡើយហើយក៏គុំលុបបំបាត់អំពើបាបរបស់ពួកគេចេញពីព្រះភ័ក្ត្ររបស់ព្រះអង្គដែរត្បិតពួកគេបានជេរប្រមាថយើងខ្ញុំជាអ្នកសង់កំពែងក្រុងនេះឡើងវិញពួកយើងនាំគ្នាសង់កំពែងក្រុងឡើងវិញរហូតដល់បានកម្ពស់ពាក់កណ្ដាលបិទប្រជាជនខំប្រឹងខ្នះខ្នែងធ្វើការនេះដោយស្មោះអស់ពីចិត្តប៉ុន្តែពេលលោកសាន់បាឡាត់លោកថូប៊ីយ៉ាព្រមទាំងជនជាតិអារ៉ាប់ជនជាតិម៉ូអាប់និងអ្នកស្រុកអាស្ដូតដោយទទួលដំណឹងថាការជួសជុលកំពែងក្រុងយេរូសាឡឹមមានដំណើរការល្អហើយកន្លែងដាក់បាក់បាយចាប់ផ្ដើមផ្ចិតឡើងវិញនោះពួកគេខឹងជាខ្លាំងពួកគេលើកគ្នាមកវាយលុកក្រុងយេរូសាឡឹមដើម្បីបង្កឲ្យមានការខូចខាតពេលនោះយើងក៏ទូលអង្វរព្រះនៃយើងរួចចាត់ចែងឲ្យមានអ្នកយាមល្បាតទាំងថ្ងៃទាំងយប់ដើម្បីការពារក្រុងក្រែងពួកគេវាយលុកប៉ុន្តែជនជាតិយូដាពោលថាកម្លាំងអ្នកលីសែងកាន់ចុះអន់ថយទៅគំនរថ្មដាក់បាក់បែកនោះមានច្រើនពេកយើងពុំអាចសង់កំពែងក្រុងបានឡើយបច្ចាមិត្តរបស់ពួកយើងពោលថាពួកគេមិនដឹងខ្លួនមិនឃើញអ្វីទាំងអស់យើងនឹងលបចូលទៅកដាលចំណោមពួកគេហើយសម្រាប់ពួកគេដើម្បីបញ្ឈប់កិច្ចការរបស់ពួកគេពេលនោះជនជាតិយូដាដែលរស់នៅក្បែរពួកគេបាននាំគ្នាមកប្រាប់យើងដល់ទៅ10ដងថាសត្រូវលើគ្នាពីគ្រប់ទិសទីមកវាយប្រហារពួកយើងហេតុនេះខ្ញុំក៏ដាក់ប្រជាជនតាមអំបូររបស់ពួកគេឲ្យឈរយាមនៅពីក្រោយកំពែងទាំងកាន់ដាវកាន់លំពែងនិងធ្នូពេលពិនិត្យសពគ្រប់ហើយខ្ញុំក៏ក្រោកឡើងពោលទៅកាន់ពួកអភិជនពួកអ្នកគ្រប់គ្រងនិងប្រជាជនអតិថាកុំភ័យខ្លាចពួកគេឡើយសូមចងចាំថាព្រះម្ចាស់ជាព្រះដ៏ឧត្តមឧត្តមគួរសែងខ្លាចដូច្នេះចូលនាំគ្នាប្រយុទ្ធការពារបងប្អូនកូនប្រុសកូនស្រីភរិយានិងផ្ទះសម្បែងរបស់អ្នករាល់គ្នាខ្មាំងសត្រូវលើថាពួកយើងដឹងខ្លួនហើយព្រះជាម្ចាស់រំលាយផែនការរបស់ពួកគេពួកយើងក៏វិលទៅសង់កំពែងក្រុងតាមកន្លែងរៀងខ្លួនវិញចាប់ពីថ្ងៃនោះមកគ្នាខ្ញុំចំនួនពាក់កណ្ដាលធ្វើកិច្ចការសំណង់ហើយចំនួនពាក់កណ្ដាលទៀតកាន់លំពែងកាន់ខាលកាន់ធ្នូនិងប្រដាប់ការពារខ្លួនពួកមេដឹកនាំជួយត្រួតមើលកូនចៅយូដាទាំងអស់គ្នាអស់អ្នកដែលសង់កំពែងអស់អ្នកដែលលីសែងឬដឹកជញ្ជូនធ្វើការដៃម្ខាងកាន់អាវុធដៃម្ខាងរីឯអ្នកបូតឥតវិញគេស្ពាយដើរនៅនឹងចង្កេះហើយបំពេញការងាររបស់ខ្លួនរីឯអ្នកផ្លុំស្នែងឈរនៅក្បែរខ្ញុំពោលទៅកាន់ពួកអភិជនពួកអ្នកគ្រប់គ្រងនិងប្រជាជនអតិថាយើងនៅសល់កិច្ចការច្រើនណាស់ព្រោះកំពែងវែងហើយយើងក៏នៅឆ្ងាយពីគ្នាទៀតហេតុនេះពេលអ្នករាល់គ្នាឮសំឡេងស្នែងចូលប្រមូលគ្នាមកជិតយើងព្រះរបស់យើងនឹងប្រយុទ្ធដើម្បីយើងទាំងអស់គ្នាយើងបានបន្តសំណងរបស់យើងរបៀបនេះគឺពួកយើងចំនួនពាក់កណ្ដាលកាន់លំពែងតាំងពីព្រលឹមទល់ព្រលប់នៅគ្រាដដែលនោះខ្ញុំពោលទៅកាន់ប្រជាជនទៀតថានៅពេលយប់អ្នករាល់គ្នាត្រូវសម្រាកនៅក្រុងយេរូសាឡឹមជាមួយអ្នកបម្រើរបស់ខ្លួនគឺយើងត្រូវយាមនៅពេលយប់ហើយធ្វើការនៅពេលថ្ងៃដូច្នេះខ្ញុំនិងបងប្អូនខ្ញុំព្រមទាំងអ្នកបម្រើនិងពួកទាហានមកតាមខ្ញុំគ្មាននរណាម្នាក់ដោះសំបំពាក់ចេញឡើយយើងកាន់អាវុធជាប់នឹងខ្លួនជានិច្ចនេហេមៀជំពូក5នៅពេលនោះមានប្រជាជនយូដាទាំងប្រុសទាំងស្រីខ្នំគ្នារអ៊ូរទាំទាស់នឹងបងប្អូនរួមជាតិរបស់ខ្លួនមួយចំនួនអ្នកខ្លះពោលថាយើងខ្ញុំនិងកូនប្រុសកូនស្រីរបស់យើងខ្ញុំមានគ្នាច្រើនណាស់យើងខ្ញុំចង់បានស្រូវមកទទួលទានដើម្បីចិញ្ចឹមជីវិតអ្នកខ្លះពោលថានៅពេលអត់ឃ្លានយើងខ្ញុំមិនចាំដីស្រែចំការទំពាំងបេជូនិងផ្ទះសម្បែងអ្នកខ្លះទៀតពោលថាយើងខ្ញុំបានបញ្ចាំស្រែនិងចំការទំពាំងបេជូដើម្បីយកប្រាក់ទៅបង់ពន្ធថ្វាយស្ដេចសាច់ឈាមរបស់យើងខ្ញុំមិនខុសពីសាច់ឈាមបងប្អូនរបស់យើងខ្ញុំទេកូនប្រុសរបស់យើងខ្ញុំក៏មិនខុសពីកូនប្រុសរបស់គេដែរប៉ុន្តែយើងខ្ញុំបង្ខំចិត្តឲ្យកូនប្រុសកូនស្រីរបស់យើងខ្ញុំ
ទៅធ្វើជាខ្ញុំបំរើគេកូនស្រីរបស់យើងខ្ញុំជាច្រើនអ្នកលក់ខ្លួនទៅឲ្យគេព្រោះយើងខ្ញុំតច្រករីឯដីស្រែនិងចំការទំពាក់មួយជូររបស់យើងខ្ញុំក៏ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ម្ចាស់បំណុលដែរពេលខ្ញុំឮពាក្យរអ៊ូរទាំរបស់អ្នកទាំងនេះខ្ញុំក្តៅក្រហាយជាខ្លាំងខ្ញុំក៏សម្រេចចិត្តស្ដីបន្ទោសពួកអភិជននិងពួកអ្នកគ្រប់គ្រងខ្ញុំពោលទៅពួកគេថាអស់លោកឲ្យប្រាក់បងប្អូនរួមចិត្តខ្ចីដោយយកការយ៉ាងធ្ងន់បែបនេះឬខ្ញុំបានកោះហៅពួកគេឲ្យមកជួបជុំគ្នាជាអង្គប្រជុំមួយយ៉ាងធំខ្ញុំពោលទៅកាន់ពួកគេថាយើងតែងតែរកគ្រប់មធ្យោបាយដើម្បីលួសជនរួមជាតិរបស់យើងដែលត្រូវគេលក់ទៅឲ្យសាសដទៃចំណែកឯលោកវិញអស់លោកបែរជាយកបងប្អូនរួមជាតិរបស់ខ្លួនទៅលក់ឲ្យជនជាតិយូដាដូចគ្នាពួកគេនៅស្ងៀមទាំងអស់គ្នារកពាក្យឆ្លើយមិនបានឡើយខ្ញុំក៏ពោលទៀតថាអស់លោកប្រព្រឹត្តបែបនេះមិនល្អទេអស់លោកគួរតែរស់នៅដោយគោរពកោតខ្លាចព្រះជាម្ចាស់នៃយើងដើម្បីកុំឲ្យសាសដទៃដែលជាខ្មាំងសត្រូវរបស់យើងប្រមាថមាក់ងាយយើងបានចំពោះរូបខ្ញុំផ្ទាល់ព្រមទាំងបងប្អូននិងអ្នកបម្រើរបស់ខ្ញុំក៏បានឲ្យប្រាក់និងស្រូវទៅពួកគេខ្ចីដែរដូច្នេះយើងមិនត្រូវទីបំណុលពីពួកគេឡើយចូលប្រគល់ដីស្រែចំការទំពាំងមួយជូរចំការអូលីវនិងផ្ទះរបស់គេឲ្យគេវិញនៅថ្ងៃនេះទៅហើយក៏គុំទាប្រាក់ស្រូវស្រានិងប្រេងដែលអស់លោកចាត់ទុកជាការនោះដែរអ្នកទាំងនោះតបវិញថាយើងខ្ញុំសុខចិត្តប្រគល់ឲ្យពួកគេវិញហើយយើងខ្ញុំក៏មិនទាមទារអ្វីពីពួកគេទៀតដែរយើងខ្ញុំធ្វើតាមពាក្យរបស់លោកពេលនោះខ្ញុំបានហៅអស់លោកបូជាចារមកហើយខ្ញុំឲ្យម្ចាស់បំណុលស្បត់នៅមុខបូជាចារទាំងនោះថាពួកគេនឹងធ្វើតាមពាក្យសម្ដីរបស់ខ្លួនបន្ទាប់មកខ្ញុំរលាស់ហៅប៉ៅអាវធំរបស់ខ្ញុំទាំងពោលថាអ្នកណាមិនធ្វើតាមពាក្យសម្ដីរបស់ខ្លួនទេសូមព្រះជាម្ចាស់រលាស់អ្នកនោះដូច្នេះដែរសូមឲ្យគេបាត់បង់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិសូមកុំឲ្យគេនៅសល់អ្វីសោះឡើយអង្គប្រជុំទាំងមូលឆ្លើយថាអាមែនរួចគេនាំគ្នាលើកដំកើងព្រះម្ចាស់បន្ទាប់មកប្រជាជនធ្វើតាមពាក្យដែលខ្លួនបានសន្យាចាប់ពីពេលដែលព្រះរាជាបានតែងតាំងខ្ញុំឲ្យធ្វើជាទេសាភិបាលស្រុកយូដាគឺចាប់ពីឆ្នាំទី20រហូតដល់ឆ្នាំទី32នៃរជ្ជកាលព្រះចៅអឺថាសឹកសេសក្នុងរយៈពេល12ឆ្នាំនេះខ្ញុំពុំបានប្រើសិទ្ធិជាទេសាភិបាលដើម្បីហុតពន្ធពីប្រជាជនមកធ្វើជាប្រាក់បៀវត្សរបស់ខ្ញុំនិងសហការីរបស់ខ្ញុំឡើយពួកទេសាភិបាលដែលកាន់កាប់ស្រុកមុនខ្ញុំតែងតែគៀបសង្កត់សង្កិនប្រជាជនជំរិតយកស្រូវនិងស្រាទំពាក់មួយជូរហើយថែមទាំងទាមទារប្រាក់40ណែនទៀតផងប៉ុន្តែសូម្បីតែពួករាជការដែលធ្វើការឲ្យពួកគេក៏គ្រប់គ្រងលើប្រជាជនធ្វើដោយខ្លួនជាម្ចាស់ផែនដីដែរខ្ញុំពុំបានប្រព្រឹត្តបែបនេះទេព្រោះខ្ញុំគោរពកោតខ្លាចព្រះជាម្ចាស់លើសពីនោះខ្ញុំយកចិត្តទុកដាក់ជួសជុលកំពែងក្រុងមួយវិញទៀតខ្ញុំពុំបានឆ្លៀតឱកាសទិញដីស្រែចម្ការណាឡើយរីឯពួកសហការីដែលជួសជុលកំពែងរួមជាមួយខ្ញុំក៏ធ្វើដូចខ្ញុំដែរអង្គអ្នកដែលបរិភោគអាហាររួមតុជាមួយខ្ញុំមានចំនួន150នាក់ជាជនជាតិយូដាដែលគ្រប់គ្រងស្រុកហើយក្រៅពីនោះក៏មានភ្ញៀវមកពីប្រជាជននានាដែលនៅជុំវិញដែររៀងរាល់ថ្ងៃគេតែងសម្លាប់គោមួយជាបនល្អៗចំនួន6ព្រមទាំងសត្វស្លាបឯទៀតហើយ10ថ្ងៃម្ដងគេយកស្រាទំពាំងមួយជូរដ៏ច្រើនមកឲ្យខ្ញុំដែរខ្ញុំពុំបានប្រាស្រ័យជាទេសាភិបាលទាមទារឲ្យប្រជាជនបង់ប្រាក់សម្រាប់ការចាយវាយទាំងនេះទេត្បិតការជួសជុលកំពែងជាបន្ទុកយ៉ាងធ្ងន់ដល់ប្រជាជនរួចស្រេចទៅហើយអោព្រះនៃទូលបង្គំអើយសូមកុំភ្លេចពីការទាំងប៉ុន្មានដែលទូលបង្គំបានប្រព្រឹត្តចំពោះប្រជាជននេះសូមមេត្តាសន្តោសដល់ទូលបង្គំផងនេហេមៀជំពូក6ពេលលោកសាន់បាឡាត់លោកថូប៊ីយ៉ាលោកកេសែមជាជនជាតិអារ៉ាប់ព្រមទាំងខ្មាំងសត្រូវអតិទៀតទទួលដំណឹងថាខ្ញុំបានសង់កំពែងក្រុងយេរូសាឡិមឡើងវិញរីឯកន្លែងបាក់បែកក៏បានជួសជុលហើយនៅគ្រានោះខ្ញុំពុំទាន់បានដាក់សន្លឹកទ្វារក្រុងនៅឡើយលោកសាន់បាឡាត់និងលោកកេសែមក៏ចាត់គេឲ្យមកប្រាប់ខ្ញុំថាសូមអញ្ជើញមកពិភាក្សាគ្នានៅកេភីរីមក្នុងជលងភ្នំអូណូអ្នកទាំងនោះខុបខិតគ្នាប៉ុនប៉ងធ្វើបាបខ្ញុំចាត់អ្នកនាំសារឲ្យយកចម្លើយទៅប្រាប់ពួកគេវិញថាខ្ញុំមានកិច្ចការដ៏ច្រើនដែលត្រូវធ្វើខ្ញុំមិនអាចចុះមកជួបអស់លោកបានទេប្រសិនបើខ្ញុំចុះមកជួបអស់លោកការងារមុខជាត្រូវផ្អាកពុំខានពួកគេចាត់មនុស្សឲ្យនាំពាក្យដដែលនេះមកប្រាប់ខ្ញុំដល់ទៅ4ដងខ្ញុំក៏ផ្ដល់ចម្លើយដដែលទៅពួកគេវិញលោកសាន់បាឡាត់ចាត់អ្នកចំណិតរបស់គាត់ឲ្យនាំពាក្យដដែលមកជាលើកទី5អ្នកនាំសារនោះកាន់សម្បត្តិដែលបើកចំហមកជាមួយផងសម្បត្តិនោះមានសេចក្តីដូចតទៅមានលេចលើដំណឹងក្នុងចំណោមប្រជាជននានាថាលោកនឹងជនជាតិយូដា
មានបំណងបះបោហេតុនេះហើយបានជាលោកសង់កំពែងក្រុងនេះឡើងលោកកេសែមបានបញ្ជាក់អំពីដំណឹងនេះដែរគេថាលោកចង់ឡើងធ្វើជាស្ដេចរបស់គេលោកក៏បានតែងតាំងពួកព្យាការីឲ្យប្រកាសនៅក្រុងយេរូសាឡិមស្ដីអំពីរូបលោកថាមានស្ដេចមួយអង្គនៅស្រុកយូដាហើយដំណឹងបែបនេះមកជាលេចលឺទៅដល់ព្រះចៅអធិរាជមិនខានដូច្នេះសូមអញ្ជើញមកយើងនឹងពិភាក្សាគ្នាខ្ញុំផ្សាយចម្លើយទៅគាត់វិញថាពាក្យចចាមអារាមដែលលោករៀបរាប់នេះមិនពិតតតែសោះគឺលោកទេតែដែលប្រឌិតរឿងទាំងនេះអ្នកទាំងនោះមានបំណងបំភ័យពួកយើងដោយគិតថាពួកយើងមុខជាបាក់ទឹកចិត្តលែងធ្វើការតទៅមុខទៀតអោព្រះម្ចាស់អើយសូមប្រទានកម្លាំងអតុលបង្គំឥឡូវនេះផងខ្ញុំទៅផ្ទះលោកសេម៉ាយ៉ាជាកូនរបស់លោកដេឡាយ៉ានិងជាចៅរបស់លោកម៉ូហេថាបែលត្បិតគាត់ពុំអាចចេញពីផ្ទះបានទេគាត់ប្រាប់ខ្ញុំថាចូលយើងទៅព្រះដំណាក់របស់ព្រះជាម្ចាស់ជាមួយគ្នារួចចូលទៅខាងក្នុងទីសក្ការៈនិងបិទទ្វារយ៉ាងជិតត្បិតពួកគេនាំគ្នាមករកសម្លាប់លោកនៅពេលយប់ខ្ញុំឆ្លើយវិញថាមនុស្សដូចខ្ញុំនេះមិនចេះរត់គេចខ្លួនទេមួយវិញទៀតមនុស្សដូចខ្ញុំនេះមិនអាចចូលទៅក្នុងទីសក្ការៈហើយរស់នៅបានទៀតទេខ្ញុំមិនចូលទៅក្នុងព្រះវិហារឡើយខ្ញុំយល់ឃើញថាព្រះជាម្ចាស់មិនបានចាត់គាត់ឲ្យនាំពាក្យនេះមកថ្លែងប្រាប់ខ្ញុំទេគាត់ពោលដូច្នេះមកពីលោកសាន់បាឡាត់និងលោកថូប៊ីយ៉ាសូកគាត់ពួកគេសូកគាត់មកពីគេសង្ឃឹមថាខ្ញុំនឹងភ័យខ្លាចហើយធ្វើតាមយោបល់របស់គាត់ជាហេតុនាំឲ្យខ្ញុំប្រព្រឹត្តអំពើបាបរួចគេនឹងយករឿងនេះទៅបរិហារដើម្បីបង្ខុតគេឈ្មោះខ្ញុំអោព្រះនៃទូលបង្គំអើយសូមនឹកចាំពីអំពើដែលលោកថូប៊ីយ៉ានិងលោកសាន់បាឡាត់បានប្រព្រឹត្តហើយសូមនឹកចាំពីព្យាករណីណូអាឌីនិងព្យាការីអតិអទាដែលចំអំភ័យទូលបង្គំដែរកំពែងក្រុងត្រូវបានជួសជុលចាប់សពគ្រប់នៅថ្ងៃទី25ខែភទ្របទគឺអស់រយៈពេល52ថ្ងៃពេលខ្មាំងសត្រូវក្នុងចំណោមប្រជាជាតិដែលនៅជុំវិញយើងដឹងដំណឹងនេះពួកគេនាំគ្នាភ័យខ្លាចពួកគេបាក់មុខហើយយល់ឃើញថាសំណងនេះសម្រាប់ជារូបរាងឡើងដោយសារព្រះនៃយើងបានជួយនៅគ្រានោះពួកអភិជននៅស្រុកយូដាតែងតែសរសេរលិខិតឆ្លើយឆ្លងជាមួយលោកថូប៊ីយ៉ាជាញឹកញាប់ត្បិតមានមនុស្សជាច្រើននៅស្រុកយូដាជាប់ពាក់ព័ន្ធជាមួយគាត់ដោយសារពាក្យសម្បត្តិព្រោះគាត់ត្រូវជាកូនប្រសាររបស់ជនជាតិយូដាម្នាក់ឈ្មោះសេកានីជាកូនរបស់លោកអឺរ៉ាសហើយលោកយ៉ូហាណានជាកូនប្រុសរបស់គាត់ក៏បានរៀបការជាមួយកូនស្រីរបស់លោកមូសូឡាមជាកូនរបស់លោកបេរេគីអ្នកទាំងនោះចេះតែនិយាយសរសើរគាត់នៅមុខខ្ញុំហើយថែមទាំងនាំពាក្យដែលខ្ញុំនិយាយយកទៅប្រាប់គាត់ទៀតផងលោកថូប៊ីយ៉ាតែងតែផ្ញើសម្បត្តិមកបំភ័យខ្ញុំទំនុកការចំពោះ98ចូលច្រៀងបទថ្មីថ្វាយព្រះម្ចាស់ត្បិតព្រះអង្គបានធ្វើការអស្ចារ្យព្រះអង្គបានយកជ័យជំនះដោយឫទ្ធិបារមីនិងប្រជាស្ដាដ៏វិសុទ្ធរបស់ព្រះអង្គព្រះម្ចាស់បានបង្ហាញការសង្គ្រោះរបស់ព្រះអង្គបានសម្ដែងឲ្យប្រជាជាតិនានាឃើញសេចក្តីសុចរិតរបស់ព្រះអង្គតែងតែសម្ដែងព្រះハរតីមេត្តាករុណានិងព្រះハរតីស្មោះស្ម័គ្រចំពោះកូនចៅអ៊ីស្រាអែលជានិច្ចមនុស្សម្នាដែលរស់នៅគ្រប់ទីដាច់ស្រយាលនៃផែនដីបានឃើញការសង្គ្រោះនៃព្រះរបស់យើងមនុស្សនៅលើផែនដីទាំងមូលអើយចូលបន្លឺសម្លេងដំកើងព្រះម្ចាស់ដោយអំណរចូលស្រែកហូយ៉ាងសប្បាយព្រមទាំងស្មូតទំនុកដំកើងចូលស្មូតទំនុកដំកើងថ្វាយព្រះម្ចាស់ដោយដេញពិនគឺដេញពិនលើកដំណុកយ៉ាងពីរោះចូលលើកដំកើងព្រះម្ចាស់ដោយផ្លុំត្រែនិងផ្លុំស្នែងចូលបន្លឺសម្លេងដំកើងព្រះម្ចាស់ជាព្រះមហាក្សត្រសមុទ្រនិងអ្វីៗដែលស្ថិតនៅក្នុងសមុទ្រហើយផែនដីនិងអ្វីៗដែលរស់នៅលើផែនដីចូលនាំគ្នាបន្លឺសម្លេងយ៉ាងអង្កងទន្លេទាំងឡាយចូលអបអរសាទរភ្នំទាំងឡាយចូលស្រែកហូព្រមគ្នាឡើងនៅចំពោះព្រះភ័ក្ត្រព្រះម្ចាស់បាត់ព្រះអង្គយាងមកគ្រប់គ្រងផែនដីព្រះអង្គគ្រប់គ្រងផែនដីដោយយុត្តិធម៌ព្រះអង្គគ្រប់គ្រងប្រជាជនទាំងឡាយដោយទៀងត្រង់សុភាសិតចំពោះ20ខ10ដល់ខ12បំបត្តិភ្នែកជញ្ជីងឬវល់មិនគ្រប់សុទ្ធតែជាអំពើដែលព្រះម្ចាស់មិនសពព្រះハរតីសូម្បីតែកូនក្មេងក៏អាចបង្ហាញឲ្យគេឃើញនៅកិរិយាល្អត្រឹមត្រូវរបស់វាតាមអំពើដែលវាប្រព្រឹត្តដែរត្រចៀកសម្រាប់ស្ដាប់និងភ្នែកសម្រាប់មើលសុទ្ធតែព្រះម្ចាស់បង្កើតមកដូចគ្នារ៉ូមចំពោះ9ខ6ដល់ខ26ក៏ប៉ុន្តែមិនមែនមានន័យថាព្រះបន្ទូលរបស់ព្រះជាម្ចាស់បែរទៅជាអាសាឥតការនោះទេព្រោះអស់អ្នកដែលកើតមកពីពុជពងលោកអ៊ីស្រាអែលមិនមែនសុទ្ធតែជាសាសអ៊ីស្រាអែលពិតប្រាកដឡើយហើយអស់អ្នកដែលកើតពីពុជពងរបស់លោកអាប់រ៉ាហាំក៏មិនមែនសុទ្ធតែជាកូនចៅរបស់លោកអាប់រ៉ាហាំទាំងអស់គ្នាដែរដូចមានថ្លែងទុកមកថាមានតែកូនចៅអ៊ីសាក់ប៉ុណ្ណោះដែលមានឈ្មោះថាជាពុជពងរបស់អ្នក
ពលគឺមិនមែនកូនចៅដែលកើតមកតាមសាច់ឈាមធម្មតានោះទេដែលត្រូវរាប់ជាបុត្ររបស់ព្រះជាម្ចាស់មានតែកូនចៅដែលកើតមកតាមព្រះបន្ទូលសន្យាប៉ុណ្ណោះទើបរាប់ជាពុជពងបានអត់ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាថាឆ្នាំក្រោយយើងនឹងមកក្នុងពេលដដែលនេះហើយនាងសារ៉ានឹងមានកូនប្រុសមួយមិនតែប៉ុណ្ណោះសោតនាងរ៉េបេកាក៏មានផ្ទៃពោះនៅបរិះតែមួយគឺលោកអ៊ីសាក់ជាបុព្វបុរសរបស់យើងព្រះជាម្ចាស់មានគម្រោងការជ្រើសរើសមនុស្សដោយមិនគិតពីអំពើដែលគេប្រព្រឹត្តនោះទេគឺជ្រើសរើសតាមព្រះハរតីរបស់ព្រះអង្គដែលត្រាស់ហើយដើម្បីឲ្យបានស្របតាមគម្រោងការនេះនៅពេលកូនភ្លោះនៅក្នុងផ្ទៃពុំទាន់បានប្រព្រឹត្តអំពើល្អឬអាក្រក់នៅឡើយផងនោះទ្រង់ក៏មានព្រះបន្ទូលទៅនាងរ៉េបេកាថាកូនច្បងនឹងបម្រើកូនប្អូនដោយមានចាញ់ទុកមកថាយើងស្រឡាញ់យ៉ាកុបជាងអេសាដូច្នេះតើយើងត្រូវគិតដូចម្ដេចតើព្រះជាម្ចាស់អយុត្តិធម៌ឬទេមិនមែនទេបិទព្រះអង្គមានព្រះបន្ទូលទៅកាន់លោកម៉ូសេថាយើងនឹងមានចិត្តមេត្តាករុណាដល់នរណាដែលយើងមេត្តាករុណាហើយយើងក៏នឹងអាណិតអាសូរនរណាដែលយើងអាណិតអាសូរដែរដូច្នេះមិនមែនស្រេចតែបំណងចិត្តឬការខិតខំប្រឹងប្រែងរបស់មនុស្សឡើយគឺស្រេចតែព្រះជាម្ចាស់ដែលមានព្រះハរតីមេត្តាករុណានោះវិញត្បិតក្នុងគម្ពីរព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ស្ដេចផារ៉ោនថាយើងបានតាំងអ្នកជាស្ដេចដើម្បីបង្ហាញឫទ្ធិនុភាពរបស់យើងតាមរយៈអ្នកនិងឲ្យកិត្តិនាមរបស់យើងបានឮខ្យល់ខ្ចាយពីពេញលើផែនដីទាំងមូលដូច្នេះព្រះអង្គមេត្តាករុណាដល់នរណាក៏បានស្រេចតែនឹងព្រះハរតីរបស់ព្រះអង្គធ្វើឲ្យចិត្តនរណាទៅជារឹងរូសក៏បានស្រេចតែតាមព្រះハរតីរបស់ព្រះអង្គដែរប្រហែលជាអ្នកសួរខ្ញុំថាបើដូច្នេះម្ដេចក៏ព្រះជាម្ចាស់នៅតែបន្ទោសមនុស្សទៀតតើមាននរណាអាចប្រឆាំងនឹងព្រះハរតីរបស់ព្រះអង្គអោមនុស្សអើយតើអ្នកមានឋានៈអ្វីបានជាហ៊ានជជែកតវ៉ានឹងព្រះជាម្ចាស់បែបនេះតើដីឥដ្ឋមានដែលនិយាយទៅកាន់ជាងស្មូនថាហេតុអ្វីបានជាលោកធ្វើឲ្យខ្ញុំមានរូបរាងយ៉ាងនេះដែរឬទេជាងស្មូនយកដីទៅសូនធ្វើអ្វីក៏បានគឺដីឥដ្ឋដដែលគាត់អាចយកទៅសូនធ្វើជារបស់ថ្លៃធ្នូផងហើយសូនធ្វើជារបស់ធម្មតាផងរីឯព្រះជាម្ចាស់វិញព្រះអង្គសពរារតីបង្ហាញព្រះពិរោធនិងសម្ដែងឫទ្ធិនុភាពរបស់ព្រះអង្គដូច្នេះទ្រង់មានព្រះハរតីអត់ធ្មត់យ៉ាងខ្លាំងទ្រង់ស៊ូទ្រាំនឹងអស់អ្នកដែលត្រូវរងព្រះពិរោធហើយត្រូវវិនិច្ឆ័យអន្តរាយព្រះអង្គក៏ចង់បង្ហាញសេរីរុងរឿងដ៏ប្រសើរលើសលប់របស់ព្រះអង្គចំពោះអស់អ្នកដែលព្រះអង្គមេត្តាករុណាដែរជាអ្នកដែលព្រះអង្គបានតម្រូវទុកជាមុនឲ្យទទួលសេរីរុងរឿងពលគឺយើងទាំងអស់គ្នាដែលព្រះអង្គបានត្រាស់ហើយមិនត្រឹមតែពីក្នុងចំណោមសាសយូដាប៉ុណ្ណោះទេគឺពីក្នុងចំណោមជាតិសាសន៍ដទៃថែមទៀតផងដោយមានថ្លែងទុកក្នុងគម្ពីរព្យាការីហូសេថាអ្នកដែលមិនមែនជាប្រជារាស្ត្ររបស់យើងនឹងហៅគេថាជាប្រជារាស្ត្ររបស់យើងរីឯជាតិសាសន៍ដែលយើងមិនបានស្រឡាញ់យើងនឹងហៅគេថាជាជាតិសាសន៍ដ៏ជាទីស្រឡាញ់របស់យើងហើយត្រង់ណាដែលមានពោលទៅអ្នកទាំងនោះថាអ្នករាល់គ្នាមិនមែនជាប្រជារាស្ត្ររបស់យើងទេត្រង់នោះគេនឹងមានឈ្មោះថាជាបុត្ររបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់